ngàyនេះខ្ញុំបានមន់មួយតែញ៉េហ្នឹងទិញមកពីសាឃើញមន់ល្អខ្លាំងល្អ1គីឡូចិត្ត2គីឡូនឹកឃើញស៊ុបមន់ស៊ុបមីសួរអ្នកនរគ្នាមីសួរស៊ុបមន់មីសួរមន់មួយខ្ញុំបានពេញមកផ្ទះដំបូងយើងអាំងជាមួយនឹងខ្ទឹមបារាំងសិនដាក់ខ្ទឹមបារាំងចូលយ៉ាងឈ្ងុយខ្ទឹមបារាំងអ្នកនរគ្នាចង់ដាក់មួយក៏បានពីរក៏បានដែរតែនៅផ្ទះខ្ញុំនៅសល់តែមួយខ្ញុំដាក់តែមួយទៅរបៀបធ្វើខ្ញុំហើយនឹងអ្នកនរគ្នាខ្ញុំអត់ដឹងថាដូចគ្នាអត់ទេប៉ុន្តែបើសិនជាអ្នកនរគ្នាធ្វើមិនអាច comment មកប្រាប់ខ្ញុំបានព្រោះការធ្វើយើងខុសៗគ្នាអញ្ចឹងណាវាមិនដូចគ្នាទាំងអស់ទេយើងប្រើបណ្ដាញសង្គមឲ្យមានប្រយោជន៍យើងចែកម្លែកគ្នាទៅវិញទៅមកទៅដល់ឥឡូវទឹកពុះហើយណាខ្ញុំដាក់ខ្ទឹមបារាំងចូលហើយដាក់ឆាច់បើប្រៃអ្នកនរគ្នាហើយបន្ទាប់មកខ្ញុំដាក់ផ្កាយហឺត្រាំទឹកសិនផ្កាយហឺហ្នឹងហើយខ្ញុំដាក់ដុំស៊ុបខ្នុរចូលហើយបន្ទាប់មកមានពពុះយើងដុសពពុះចេញទៅកុំឲ្យវាញ៉ាំឆ្នាំងមកខ្ញុំអត់កាប់ទេខ្ញុំដាក់ទាំងមូលតែបើអ្នកនរគ្នាចង់កាប់ឬក៏មិនក៏បានដែរខ្ញុំដាក់ទាំងមូលអញ្ចឹងយើងស្រួលហែកយកមកញ៉ាំបេះហែកដាក់ចានដាក់រងាស់មាន់ហ្នឹងសិនណាអ្នកនរគ្នារងាស់មាន់មួយឈាមមាន់មួយកោះថ្លើមហ្នឹងរងាស់ចូលគ្នាសិនទៅរងាស់ប្រហែលមួយស្ទូធំខ្ញុំដាក់គ្រឿងខ្ញុំដាក់ទឹកត្រីអំបិលស្ករប៊ីចេងរ៉ូឌីតាមចំណង់ចំណូលចិត្តទៅអ្នកនរគ្នាភ្លក់ទៅឃើញល្មមបានហើយសម្រាប់ទឹកស៊ុបយើងធ្វើបែបសាបទេឲ្យតែមានជាតិមាន់ហ្នឹងព្រោះយើងមានគ្រឿងដាក់ក្រៅដែរគ្រឿងដាក់ក្រៅយើងមានម្រេចអំបិលមីកញ្ចប់ម្ទេសក៏រៀងជាតិប្រៃដែរអញ្ចឹងយើងអាចដាក់ពួកហ្នឹងចូលទៅខាងក្រៅរឿងធ្វើស៊ុបនេះមួយដាច់ខាតកុំឲ្យប្រៃព្រោះយើងមានគ្រឿងដាក់ខាងក្រៅច្រើនណាគ្រឿងជ្រលក់អ្នកនរគ្នាអាចយកអំបិលមីហ្នឹងច្បាច់ក្រូចឆ្មាទៅជ្រលក់ជាមួយមាន់ហ្នឹងឆ្ងាញ់ហ្មងប្តីខ្ញុំគាត់ហូបចឹងមួយយ៉ាងរបស់គាត់ដែរទៅខ្ញុំអត់ដែរដឹងពេលយើងងាស់មាន់ហើយដាក់គ្រឿងហើយខ្ញុំដាក់ជាមួយនឹងក្រូចឆៃថាវគ្រឿងនៅក្នុងស៊ុបហ្នឹងអ្នកនរគ្នាចង់ដាក់អីចូលក៏បានដែរបន្លែអញ្ចឹងណាចង់ដាក់បន្លែអីចូលក៏បានដែរអីទេខ្ញុំដាក់ក្រូចឆៃថាវហើយងាស់មួយផ្លែទៀតហើយខ្ញុំស្រង់មាន់ហ្នឹងចេញហើយព្រោះមាន់ហ្នឹងវាផុយណាមើលតែមាន់ហ្នឹងផុយចូលជាតិនៅក្នុងឆ្នាំងយើងអស់ហើយយើងស្រង់មាន់ឡើងមកយកមាន់ហ្នឹងមកបេះអ្នកទាំងអស់គ្នាខ្ញុំបេះខ្ញុំយកស្លាបនឹងភ្លៅចេញអត់បេះទេទុកដាក់ទាំងមូលអញ្ចឹងណាតែដល់សម្រាប់សាច់ធុងខ្ញុំយកបេះវាទៅសាច់ធុងយើងបេះអញ្ចឹងយើងស្រួលចាប់ដាក់ចានញ៉ាំខ្ជិលដុសនៅក្នុងឆ្នាំងរាវរសាច់ភ្លៅសាច់ធុងនៅណាអញ្ចឹងណាអញ្ចឹងយកមកបេះនៅក្រៅមកតែដូចខ្ញុំនិយាយចឹងអ្នកនរគ្នាចង់ធ្វើបែបម៉េចក៏បានដែរមាន់ហ្នឹងព្រោះក្បួនធ្វើយើងម្នាក់តែងតែខុសគ្នាពេលខ្ញុំហែកមាន់ហ្នឹងហើយខ្ញុំទុកមកដុំហើយអាចឆ្អឹងធុងក្រងឆ្អឹងរបស់មាន់ហ្នឹងខ្ញុំយកទៅដាក់ចូលឆ្នាំងវិញដាក់ចូលទៅវាមានជាតិមកងាស់ជាមួយនឹងឆ្អឹងហ្នឹងថែមទៀតឲ្យវាមានជាតិចឹងណាម្លងពេលហ្នឹងខ្ញុំទៅលីងខ្ទឹមសិនខ្ទឹមហ្នឹងយើងលីងខ្លួនឯងទៅឈ្ងុយដាក់ចូលជាមួយស៊ុបឆ្ងាញ់តែបើអត់មានពេលទេទិញគេហ្មងទៅលឿនជាងបន្ទាប់មកទឹកស៊ុបយើងហ្នឹងពុះហើយក្រូចឆៃថាវផុយហើយយើងចាប់ដាក់ឆ្អឹងយើងមិញហ្នឹងចូលឆ្អឹងយើងបេះពីមាន់យកឆ្អឹងដាក់យកជាតិស៊ុបហ្នឹងធ្វើលឿនទេអ្នកនរគ្នាដោយសារតែមាន់យើងមិនត្រូវការរងាស់វាដល់តែផុយខ្លាំងដូចជាសាច់គោទេស៊ុបមាន់ហ្នឹងធ្វើលឿនដែរទេយូរនឹងការងារកប៉ិចកប៉ុកហាន់បន្លែហាន់ជីអីហ្នឹងហើយខ្ញុំចាក់ផ្សិតច្បើងហើយនឹងប្រហិតចូលស៊ុបខ្ញុំតែប៉ុណ្្នឹងឯងអ្នកនរគ្នារួចរាល់ហើយបើនិយាយពីបន្លែដែលយើងដាក់ចូលក្នុងស៊ុបអាចដាក់តាមចំណង់ចំណូលចិត្តតែខ្ញុំដាក់3មុខមានសណ្ដែកមានតកួនមានស្ពៃតឿ3មុខហ្នឹងខ្ញុំដាក់ចូលស្រស់វាសិនណាចាំដាក់ចូលស្រស់អ្នកទាំងអស់គ្នាអត់ចង់ឲ្យវាចូលទៅក្នុងទឹកស៊ុបញ៉ៃញ៉ៃអត់ចង់ឲ្យសណ្ដែកឬក៏តកួនចូលទៅក្នុងទឹកស៊ុបញ៉ៃញ៉ៃទេអ្នកទាំងអស់គ្នាអាចដាំទឹកក្តៅក្រៅហើយស្រស់នៅក្នុងឆ្នាំងក្រៅបានតែបើយើងដាក់តិចយើងស្រស់នៅក្នុងឆ្នាំងហ្នឹងក៏បានដែរវាមានជាតិផងការស្រស់ខ្ញុំលើកតម្លាក់តែពីរបីដងអញ្ចឹងមកបានហើយកុំស្រស់យូរពេកព្រោះអីពេលយើងដាក់ទឹកស៊ុបចូលចានទៅវាក្តៅដូចតែគ្នាទេខ្ញុំមានមីសួរហ្នឹងខ្ញុំត្រាំទឹកឲ្យហើយទៅចង់ដាក់កាទៀវដាក់មីតាមចំណង់ចំណូលចិត្តតែស៊ុបមាន់ហ្នឹងពេលយើងដាក់ជាមួយមីសួរនិយាយពីចាប់ជាតិគ្នាឆ្ងាញ់អូឆ្ងាញ់មីសួរហ្នឹងយើងត្រាំទឹកឲ្យម្ដងហើយអញ្ចឹងយើងលើកជ្រលក់តែពីរបីដងដូចបន្លែមកបានហើយថតវីដេអូមិញហ្នឹងគេទេមកកំងអីវ៉ាន់ពី Home Food ដាក់ឲ្យទៅអាមីសួរហ្នឹងឡើងកកស្ញាញ់ហត់មកយាយហើយខ្ញុំដាក់គ្រឿងតាមចំណង់ចំណូលចិត្តមាន់មិញដែលយើងបេះហ្នឹងឃើញយើងស្រួលចាប់យកមកដាក់លើចានស្រឡាញ់ផ្នែកណានៃមាន់យើងរើសតាមផ្នែកដែលយើងចូលចិត្តដេកចានយើងឲ្យស្អាតចឹងមកចាំយើងទៅសូបជាមួយទឹកស៊ុបហើយទឹកស៊ុបហ្នឹងអ្នកទាំងអស់គ្នាហងនិយាយអីខ្ញុំភ្លេចបានចង់និយាយថាទឹកស៊ុបយើងថ្លាល្អទឹកស៊ុបនឹងថ្លាល្អអ្នកទាំងអស់គ្នាមើលថ្លាគួរចង់ញ៉ាំហ្មងណាចឹងឥឡូវមួយចានរបស់យើងនឹងរួចរាល់ហើយស៊ុបមីសួរមាន់អ្នកទាំងអស់គ្នាមើលហើយរ៉េតឲ្យម៉ានលើម៉ានជួយ comment ប្រាប់ផងពេលខ្លះចេះជួយ comment ទៅព្រោះកុំឲ្យអ្នកធ្វើនឹងនិយាយតែឯងហើយបើបានជួយ comment ហើយជួយកំងជក់ជើងមាន់ជើងទាសាច់គោចង្កាក់អីចឹងណាកាន់តែល្អទៀតស៊ុបមាន់នេះដាក់ជាមួយម្ទេស home food របស់យើងម្ទេសឆាញាក់សាច់ម្ទេសហ្នឹងខ្ញុំអត់មានលក់ទេខ្ញុំទុក free ឲ្យម៉ូសាច់គោចង្កាក់ខ្ញុំហើយម្ទេសហ្នឹងរៀងហឹលអ្នកនរគ្នាដាក់តិចទៅល្មមញ៉ាំបានហើយតែអ្នកចូលចិត្តហឹលហោះអាចដាក់ឲ្យហឹលហោះបានដាក់ច្រើនចាំជួបគ្នានៅវីដេអូក្រោយទៀតចាំខ្ញុំព្យាយាមរកមុខម្ហូបថ្មីចែកជូនអ្នកទាំងអស់គ្នាអរគុណច្រើនបាយ